ជំរាបសួរបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងពាក្យថ្មីៗនៅក្នុងភាសាអង់គ្លេសរបស់យើងតោះចង់ដឹងថាតើពាក្យថ្មីៗនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នា Vocabulary ពន្យល់ពាក្យ Happy រីករាយ Childhood កុមារភាព Enjoy រីករាយ Play លេង Hide and seek លាក់និងស្វែងរកលេងបិទពួន Peers មិត្តភ័ក្តិ Experience បទពិសោធន៍ City ទីក្រុង Countryside ជនបទ Rural area តំបន់ជនបទ Vast rice fields វាលស្រែធំទូលាយ Spent ចំណាយ Skip class រំលងថ្នាក់កិច្ចសាលាកិច្ចម៉ោងលីប Child កូនក្មេង Friend មិត្ត Beloved ជាទីស្រឡាញ់ Family គ្រួសារ Want to be ចង់ក្លាយជា Dream សុបិន Fashion designer អ្នករចនាម៉ូដ Love ស្រឡាញ់ឬក៏ស្នេហា Take care ថែរក្សា Hero វីរៈបុរស Rich មាន Poor ក្រីក្រ Reminds រំលឹក Green rice field វាលស្រែពណ៌បៃតង Everywhere គ្រប់ទីកន្លែង Change ផ្លាស់ប្ដូរ A lot ច្រើន Grew up ធំឡើង Of course ជាការពិតណាស់ More ច្រើនទៀត Mature ចាស់ទុំ Both ទាំងពីរ Physically រាងកាយ Mentally ផ្លូវចិត្ត Important សំខាន់ Because ពីព្រោះ Shapes រាង People មនុស្ស Become คล้ายជា Conversation ការសន្ទនា Did you have a happy childhood? តើអ្នកមានភាពរីករាយកាលពីកុមារភាពទេ Yes, I did. I enjoyed playing hide and seek with my peers. ចាស់ខ្ញុំមានខ្ញុំចូលចិត្តលេងបិទពួនជាមួយមិត្តភ័ក្តិរបស់ខ្ញុំ Did you experience your childhood in a city or countryside? តើអ្នកធ្លាប់មានបទពិសោធន៍ពីកុមារភាពរបស់អ្នកនៅក្នុងទីក្រុងឬជនបទទេ I spent my childhood in a rural area where I could see vast rice fields. ខ្ញុំបានចំណាយពេលកុមារភាពនៅជនបទដែលខ្ញុំអាចមើលឃើញវាលស្រែដ៏ធំទូលាយ Did you usually skip class when you were a child? តើអ្នកធ្លាប់គេចថ្នាក់ជាធម្មតាទេពេលអ្នកនៅក្មេង Yes, I did, and many of my friends did, too. ចាស់ខ្ញុំធ្លាប់ហើយមិត្តភ័ក្តិរបស់ខ្ញុំជាច្រើនក៏ធ្លាប់បានគេចដែរ Who were you with when you were a child? តើអ្នកនៅជាមួយអ្នកណាកាលពីនៅក្មេង I was with my beloved family. ខ្ញុំនៅជាមួយគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ What did you want to be when you were a child? តើអ្នកចង់ក្លាយជាអ្វីកាលពីនៅក្មេង I dreamed of being a fashion designer. ខ្ញុំសុបិនចង់ក្លាយជាអ្នករចនាម៉ូដ Who did you love the most when you were a child? តើអ្នកស្រឡាញ់អ្នកណាជាងគេកាលនៅក្មេង I loved my mom the most since she was always there and took care of me.
ខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេតាំងពីគាត់តែងតែនៅទីនោះហើយមើលថែខ្ញុំ Who was your childhood hero? តើអ្នកណាជាវីរបុរសកាលពីកុមារភាពរបស់អ្នក Robin Hood. He took money from the rich and gave it to the poor. Robin Hood គាត់បានយកលុយពីអ្នកមានមកឲ្យអ្នកក្រ What reminds you of your childhood? តើមានអ្វីរំលឹកអ្នកពីកុមារភាពរបស់អ្នក Green rice fields which I happen to see everywhere remind me of my beautiful childhood. វាលស្រែពណ៌បៃតងដែលខ្ញុំឃើញគ្រប់ទីកន្លែងរំលឹកខ្ញុំពីកុមារភាពដ៏ស្រស់ស្អាតរបស់ខ្ញុំ Did you change a lot when you grew up? ពេលអ្នកធំឡើងតើអ្នកបានផ្លាស់ប្ដូរច្រើនទេ Yes, of course. I'm more mature now both physically and mentally. ចាស់ប៉ិតណាស់ឥឡូវនេះខ្ញុំមានភាពចាស់ទុំជាងមុនទាំងផ្លូវកាយនិងផ្លូវចិត្ត Why is childhood important? ហេតុអ្វីបានជាកុមារភាពមានសារៈសំខាន់ Because it shapes people into who they will become. ពីព្រោះវាកំណត់មនុស្សឲ្យដឹងថាពួកគេនឹងក្លាយជានរណាវីដេអូមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលចូលចិត្តទស្សនានិងចូលចិត្តរៀនជាមួយនឹងនាងខ្ញុំសូមអរគុណសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងចុច Like និងបើសិនជាបងប្អូនមានចម្ងល់អ្វីផ្សេងៗបងប្អូនអាចធ្វើការ comment ឬក៏ email មកកាន់នាងខ្ញុំដើម្បីនាងខ្ញុំធ្វើការស្រាវជ្រាវនិងចែករំលែកនៅចំណេះដឹងថ្មីៗជូនបងប្អូនជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា